តោះមកស្គាល់ហាងកាហ្វេលាក់ខ្លួននៅខេត្តតាកែវនៅចិត្តផ្លូវជាតិលេខ3ណានិយាយទៅអីហាងលាក់ខ្លួននេះទេសភាពស្អាតខ្លាំងមែនទែនទេសភាពទាំងសួនច្បារសួនបៃតងគេនេះណាមានសួនវង្វេងទៀតនិយាយទៅកន្លែងនេះលយខ្លាំងមែនទែនអ្នកនរគ្នានិយាយទៅហាងនេះគឺថាលាក់ខ្លួនរបស់គេមិនមែនលាក់ខ្លួនមែនទែនណាសំបីតែផ្លូវចូលហ្នឹងសឹងតែរមិនឃើញណាអ្នកនរគ្នានេះជិះមកចុះតាមផ្លូវជាតិលេខ3មកចុះតាមផ្លូវលំតាមភូមិគេហ្នឹងណាជិះទៅរហូតទៅដល់កន្លែងហាងកាហ្វេលាក់ខ្លួនគេហ្នឹងហើយចំពោះទីតាំងចាំខ្ញុំតម្លាក់ location ឲ្យដើម្បីឲ្យអ្នកនរគ្នាស្រួលមកកន្លែងខាងកាហ្វេលាក់ខ្លួនមួយនេះណាកន្លែងមួយនេះគឺថាទេសភាពអីហ្នឹងស្អាតខ្លាំងមែនទែនបរិយាកាសបែបស្ងប់ស្ងាត់ចោលអាកាសបរិសុទ្ធណានិយាយទៅកន្លែងនេះស្ងប់ស្ងាត់ខ្លាំងមែនទែនបងប្អូនដែលចូលចិត្តរបៀបកន្លែងកាហ្វេមួយដែលមានកន្លែងថតរូបរបៀបស្ងប់ស្ងាត់អីណាស្ងប់ស្ងាត់មិនមានមនុស្សច្រើនអីអាចមកកន្លែងលាក់ខ្លួនមួយនេះបានគឺថាបរិយាកាសអីហ្នឹងអូយលយខ្លាំងមែនទែននៅកន្លែងនេះមានធម្មជាតិមានប្លង់ថតរូបស្អាតណាកន្លែងនេះនៅចិត្តផ្សារត្រាំខ្នាបងប្អូនដែលនៅខាងខេត្តកំពង់ស្ពឺអីហ្នឹងក៏អាចមកកន្លែងនេះបានដែរព្រោះឯងនៅព្រំប្រទល់រវាងខេត្តកំពង់ស្ពឺនិងខេត្តតាកែវទេអ្នកនរគ្នាហើយចំពោះហាងនេះដែរនៅថ្ងៃសៅរ៍អីហ្នឹងអត់បើកដំណើរការទេអ្នកនរគ្នាប្រយ័ត្នតែមកចំថ្ងៃសៅរ៍អីហ្នឹងអត់ដឹងព័ត៌មាននេះដឹងតែអត់បានចូលកន្លែងនេះហើយប្រយ័ត្នខកដំណើរណាអញ្ចឹងហើយអ្នកនរគ្នាអាចមកខុសពីថ្ងៃសៅរ៍បានណាចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យលើកលែងថ្ងៃសៅរ៍មួយថ្ងៃអាចមកបានមកសាកថ្មជីវិតជាមួយនឹងបរិយាកាសមួយដែលមានធម្មជាតិដ៏ស្រស់ស្អាតបែបនេះណាអាចមកថតរូបលេងកំសាន្តបាននិយាយទៅប្លង់ថតរូបនៅកន្លែងនេះអត់ខ្វះទេអ្នកនរគ្នាប្លង់ច្រើនខ្លាំងមែនទែនប្លង់ថតរូបទាំងក្នុងហាងនិងខាងក្រៅនេះណានិយាយទៅចង់បានប្លង់ថតរូបខាងក្នុងហាងក៏បានហើយចង់ថតរូបជាមួយនឹងទេសភាពធម្មជាតិនៅខាងក្រៅនេះក៏បានដែរចឹងហើយបងប្អូនអបសុកក៏ដឹងតាណាតណៃអីអាចមកដើរក្នុងសួនវង្វេងគេនេះបានដើម្បីឲ្យវង្វេងដើម្បីឲ្យបាត់អបសុកណាពួកអីសួនវង្វេងគេនេះធំខ្លាំងថ្ងៃនេះមកដល់កន្លែងហាងកាហ្វេមួយដែលរៀបចំបែបទាន់សម័យអញ្ចឹងណាអ្នកគ្នានេះអូស្អាតមែនទែនពីក្រោយមានសួនវង្វេងគេឡើងធំអីមកថ្ងៃនេះថ្ងៃអាទិត្យនេះមានសួនវង្វេងគេធំមែនទែនមានគឺជាញ៉ាំច្រើនមុខនេះមិនឆាលយនៅនេះបរិយាកាសបែបធម្មជាតិអញ្ចឹងណានៅគោយអូស្អាតមែនទែននិយាយទៅសម្រាប់បងប្អូនដែលចង់ថតរូបនៅនេះផ្លូវថតរូបច្រើនមែនទេមានសួនវែងមានអីអញ្ចឹងអ្នកគ្នានៅខេត្តតាកែវកន្លែងនេះនៅចិត្តផ្សារត្រាំខ្នានិយាយទៅបងប្អូនដែលនៅខេត្តតាកែវឬក៏ខេត្តកំពង់ស្ពឺអីហ្នឹងអាចមកបានព្រោះនៅនេះជាប់ខេត្តកំពង់ស្ពឺដែរនៅជាប់ព្រំដែននៅជាប់ព្រំបន្ទល់ខេត្តច្រឡំព្រំដែនជាប់ព្រំបន្ទល់ខេត្តខេត្តតាកែវនិងខេត្តកំពង់ស្ពឺនៅចិត្តផ្សារត្រាំខ្នាអ្នកគ្នានេះស្អាតមែនតើអូលយនៅនេះអែមែនតើ